អក្សរ P មួយមានចំណុចសម្គាល់4យ៉ាងដែលយើងសម្គាល់ច្បាស់ឥឡូវមកមើលមេរៀនពេញមានទាំងឧទាហរណ៍មានចំណុចងាយយល់ងាយចាំទាំងអស់គ្នាតោះបាទជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel កេងរៀន English នៅក្នុងវីដេអូនេះខ្ញុំនាំបងប្អូនមករៀនពីអក្សរ P អញ្ចឹងយើងមកបញ្ចេញសំឡេងអក្សរ P និងមានកន្លែងចំណាំ3ចំណុចសំខាន់ៗនៅខាងក្រោមនេះទៀតតោះអញ្ចឹងឥឡូវ the letter P អញ្ចឹងចំណុចទី1 P sound p sound p p sound បែបហ្នឹងបងប្អូន p p p បែបនេះក៏បានអញ្ចឹង example ឧទាហរណ៍នៅក្នុងពាក្យ put pot place please press stop shop people puppy pop អញ្ចឹងសំឡេងអញ្ចឹងឥឡូវមកមើលចំណុចសម្គាល់ note កន្លែងចំណុចសម្គាល់នេះបងប្អូនមាន3ចំណុចនេះខ្ញុំលើកឲ្យបងប្អូនអញ្ចឹង PH កាលណាបងប្អូនឃើញ PH នៅជាមួយគ្នាគឺសំឡេងរបស់វាគឺសំឡេង F សំឡេង F អញ្ចឹងឧទាហរណ៍នៅក្នុងពាក្យនេះគឺយើងអានថា phone phone phonic physics physics អញ្ចឹងមកមើលចំណុចមួយទៀតចំណុចមួយទៀត PI PI នៅជាមួយគ្នាគឺវាមានសំឡេង I មានន័យថាអា P នេះគឺ silent អញ្ចឹងពាក្យហ្នឹងគឺយើងអានថា psychology psychic psychology psychic អញ្ចឹង P កន្លែងនេះគឺ silent បិទសំឡេងវាអត់មានសំឡេងទេអញ្ចឹងចំណុចសម្គាល់ទី3 PT PT នៅជាមួយគ្នានៅខាងដើមនៃពាក្យបែបនេះបងប្អូនឃើញទេអញ្ចឹងអក្សរ P គឺ silent វាបិទសំឡេងអត់មានសំឡេងទេអញ្ចឹងយើងប្រកបតែអក្សរ T នេះមកអញ្ចឹង Ptolemy and pterodactyl អញ្ចឹង3ចំណុចនេះបងប្អូន4ចំណុចនេះបងប្អូនសម្គាល់អក្សរ P ច្បាស់ហើយអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗមេរៀនថ្មីៗពីខ្ញុំបាទឡៅកេងអរគុណច្រើន